រៀបសួរបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំនឹងអានមេរៀនទី6ដែលមានចំណងជើងថាចក្រភពរុស្ស៊ីឆ្នាំ1855ដល់1917បន្ទាប់ពីចប់នៅវីដេអូនេះអ្នកទាំងអស់គ្នានឹងអាចរៀបរាប់ព្រឹត្តិការណ៍នៅក្នុងរុស្ស៊ីមុននិងក្រោយក្នុងព្រះចៅអាឡិចសាំងទី2វិភាគនយោបាយរុស្ស៊ីក្នុងបដិវត្តន៍ខែតុលាឆ្នាំ1917ចាប់ពីសតវត្សទី18មកចក្រភពរុស្ស៊ីទទួលឥទ្ធិពលវប្បធម៌ពីអឺរ៉ុបខាងលិចព្រះចៅអធិរាជនៃចក្រភពនេះជាច្រើនអង្គមានព្រះចៅព្យាលើក្រង់និងព្រះមហារាជិនីកាតារីនទី2បានរៀបចំប្រទេសជាតិនិងសង្គមជាតិឲ្យមានការលូតលាស់ប្លែកពីមុនដំណើរការនៃការស្ថាបនាប្រទេសជាតិនេះកាន់តែមានទំហំឡើងធំទៅទៀតនៅពាក់កណ្ដាលសតវត្សទី19គឺព្រះរាជព្រះចៅអាឡិចសាំងទី2ដែលព្រះអង្គទ្រង់បានប្រកាសអនុវត្តកម្មវិធីកំណែទម្រង់របៀបគ្រប់គ្រងសេដ្ឋកិច្ចនិងសង្គមប៉ុន្តែមានទំនាស់ជាច្រើនបានកើតឡើងចំណុចលេខ1ធំចក្រភពរុស្ស៊ីមុនរជ្ជកាលព្រះចៅអាឡិចសាំងទី2 1.1 បំណែកចែកចក្រភពរុស្ស៊ីទឹកដីចក្រភពរុស្ស៊ីត្រូវបានបង្កើតឡើងដោយទឹកដីនៃបុព្វបុរសរុស្ស៊ីផងនិងដោយសារទឹកដីរបស់ប្រទេសដែលទើបទន្ទ្រានបានពីអឺរ៉ុបនិងអាស៊ីផងចំណុចកមណ្ឌលសំខាន់នៃចក្រភពមណ្ឌលរុស្ស៊ីធំឬក៏មូស្គូជាចក្រភពរុស្ស៊ីនិងជាទីតាំងនៃរាជធានីមូស្គូទៀតផងមណ្ឌលរុស្ស៊ីបេឡារុសជាអាណាខេត្តដែលមានរដ្ឋលីតុយអានីនិងប៉ូឡូញមណ្ឌលរុស្ស៊ីខាងត្បូងជាដែនដីទើបទន្ទ្រានយកមកពីចក្រភពអូម៉ូតង់ចំណុចខចក្រភពរុស្ស៊ីនៅផ្នែកអឺរ៉ុបផ្សេងទៀតមានប្រទេសនៅប្រភពសមុទ្របាល់ទិកគឺអេស្តូនីលីវ៉ូនីគូឡង់ប្រជាជនក្នុងតំបន់នេះមានតអំបូរពីជនជាតិភីណាវ៉ានិងពីពួកលីតុយអានីចំណុចកចក្រភពរុស្ស៊ីនៅផ្នែកអាស៊ីតំបន់ទាំងនេះទើបតែត្រូវបានភ្ជាប់មកចក្រភពនៅក្នុងពេលថ្មីនេះនៅភាគខាងត្បូងរាជាណាចក្រសកស៊ីនិងភូមិភាគឦសានមានតំបន់ស៊ីបេរីទាំងមូលចំណុច 1.2 វណ្ណៈសង្គមរុស្ស៊ីនៅពាក់កណ្ដាលសតវត្សទី19ចែកជាវណ្ណៈអភិជនកហបតីនិងអ្នកងារវណ្ណៈអភិជនមានពួកស្ដេចត្រាញ់និងពួកម្ចាស់កម្មសិទ្ធិដីធំវណ្ណៈកហបតីមានពួកសិប្បករធំនិងអ្នកជំនួញធំវណ្ណៈទាសករឬក៏អ្នកងារមានទាសកររបស់រដ្ឋនិងទាសកររបស់អភិជនចំណុច 1.3 របៀបគ្រប់គ្រងរដ្ឋព្រះចៅអធិរាជជាអ្នកកាន់អំណាចផ្ដាច់ការព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់នៅក្នុងចក្រភពព្រះអង្គជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯងព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្ត្រីនាយទាហានទាំងឡាយឬបណ្ដេញចោលតាមព្រះទ័យព្រះអង្គពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្ដាច់ការក្នុងវិស័យសាសនាទៀតផងរាជរដ្ឋាភិបាលរុស្ស៊ីបំបត្តិសិទ្ធិសេរីភាពមិនឲ្យគោរពសាសនាអ្វីក្រៅពីអ៊័រតូដុកឡើយបន្ទាប់ពីព្រះចៅអធិរាជមកគេឃើញមានក្រុមជំនុំជាច្រើនថ្នាក់ហើយកាន់កាប់កិច្ចការងារធំរបស់ប្រទេសសភាជនខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផងជានីតិប្រតិបត្តិផងនិងតុលាការផងហើយជាពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់នៅក្នុងអង្គការរដ្ឋចំណុចលេខ2ធំចក្រភពរុស្ស៊ីក្នុងរជ្ជកាលព្រះចៅអាឡិចសាំងទី2ចន្លោះឆ្នាំ1855ដល់1881 2.1 ព្រះចៅអាឡិចសាំងទី2ព្រះអង្គជាបុត្រនៃព្រះចៅអធិរាជកូឡៃទី1ព្រះចៅអាឡិចសាំងទី2បានធ្វើដំណើរទៅសិក្សាជាញឹកញាប់នៅបរទេសហើយទ្រង់មានព្រះទ័យទូលាយក្នុងការទទួលគំនិតថ្មីនានា
ព្រះអង្គទ្រង់ជាអធិរាជដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្ររុស្ស៊ីព្រះអង្គបានទុកស្នាដៃក្រហមជាច្រើនតាមកំណែទម្រង់វិស័យនយោបាយពង្រីកទឹកដីនិងវិស័យរុស្ស៊ីកម្មថ្ងៃទី1 ខែមិនិនាឆ្នាំ 1881 ព្រះចៅអាឡិចសង់ទី2ត្រូវបានគេលួចធ្វើគុតក្នុងឱកាសដែលព្រះអង្គត្រឡប់ពីឡាយព្រះហស្ថលេខាលើសេចក្តីសម្រេចបង្កើតរដ្ឋធម្មនុញ្ញសម្រាប់ប្រទេសជាតិចំណុច 2.2 កំណែទម្រង់សង្គមកការលុបបំបាត់របបទាសភាពស្របគ្នានឹងគំនិតរបស់ទីប្រឹក្សាព្រះចៅអាឡិចសង់ទី2ឆ្វេងយល់ថារបបទាសភាពពុំអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនបានឡើយព្រះអង្គបានសម្រេចបំបិតរបបនេះចោលដោយរំដោះទាសភាពពីប្រព័ន្ធគ្រប់គ្រងរបស់ពួកអភិជននៅខែកុម្ភៈឆ្នាំ 1861 ព្រះអង្គបានបង្កើតច្បាប់រំដោះអ្នកងារទូទៅនិងផ្ដល់ដីស្រែចម្ការដល់អ្នកទាំងនោះសម្រាប់បង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផងចំណុចខកំណែទម្រង់ផ្នែករដ្ឋបាលតុលាការសិក្សាធិការនិងកងទ័ពក្នុងវិស័យរដ្ឋបាលគោលការណ៍ស្វ័យយ័តនៃការចាត់ចែងត្រូវបានយកមកប្រើប្រាស់នៅគ្រប់ឃុំស្រុកនិងខេត្តម្យ៉ាងទៀតគេបានបង្កើតសភាតំបន់ឲ្យត្រួតត្រាមើលការខុសត្រូវសាលារៀនផ្ទះពេទ្យនិងសម្បត្តិសាធារណរដ្ឋទូទៅចំពោះវិស័យតុលាការគេបានរៀបចំទៅឲ្យអង្គការអចិន្ត្រៃយ៍ដែលមានគ្រប់ឯកទេសទាំងអស់ព្រះចៅអាឡិចសង់ទី2បានប្រកាសសេរីភាពក្នុងការសិក្សាតាំងពីបឋមសិក្សារហូតដល់ឧត្តមសិក្សាក្នុងវិស័យទ័ពព្រះអង្គបានបង្កើតសាលាយោធាដែលសិក្សាក្បួនយុទ្ធសាស្ត្រជាក់លាក់ដើម្បីកសាងកងទ័ពជាតិយ៉ាងទំនើបមួយចំណុច 2.3 នយោបាយរុស្ស៊ីកម្មជាការរៀបជើងព្រួលបញ្ជ្រាបការបះបោរនិងចលនារំដោះជាតិក្នុងជាតិសាសន៍ផ្សេងព្រះចៅអាឡិចសង់ទី2បានធ្វើនយោបាយរុស្ស៊ីកម្មរំលាយជាតិផ្សេងក្នុងចក្រភពឲ្យទៅជាជាតិរុស្ស៊ីទាំងអស់ដើម្បីសម្រេចគោលបំណងនេះព្រះអង្គបានប្រើមធ្យោបាយបំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗដែលរស់នៅក្នុងប្រទេសនៅឆ្នាំ 1864 ព្រះអង្គបានធ្វើច្បាប់មួយរឹបអូសដីស្រែចម្ការរបស់ជនប៉ូឡូញហើយយកមួយភាគប្រគល់ផ្ដាច់ទៅឲ្យកសិករអ្នកប្រវាស់ដីនិងមួយភាគទៀតទុកជាសម្បត្តិរដ្ឋរុស្ស៊ីបន្ទាប់មកព្រះចៅអង្គនេះបានបញ្ជូនជនរុស្ស៊ីឲ្យទៅតាំងនិគមលើដីដែលបានរឹបអូសបាននោះក្រៅពីនេះព្រះអង្គបានបង្ខំឲ្យប្រើភាសារុស្ស៊ីជាផ្លូវការតាមរយៈការអប់រំនៅសាលារៀនជាទូទៅនិងគ្រប់គ្រឹះស្ថានសាធារណៈទាំងឡាយមិនតែប៉ុណ្ណោះមានការរឹតបន្តឹងផ្នែកសិទ្ធិមនុស្សបំបិទសេរីភាពខាងជំនឿសាសនានិងបង្ខំអ្នកស្រុកឲ្យកាន់និកាយអ័រតូដុកទាំងអស់ទ្រព្យសម្បត្តិដីធ្លីរបស់វត្តអារាមដែលពុំមែនអ័រតូដុកត្រូវដាក់ជាសម្បត្តិរដ្ឋនយោបាយរុស្ស៊ីកម្មបានធ្វើឲ្យស្ទើរគ្រប់ជាតិសាសន៍ទទួលរងគ្រោះនិងទឹកដីត្រូវបានផ្សារភ្ជាប់នៅក្នុងចក្រភពរុស្ស៊ីចំណុច 2.4 ទស្សនៈថ្មីរបស់បញ្ញវន្តរុស្ស៊ីកំណែទម្រង់ទាំងនេះបានបណ្ដាលឲ្យកើតមានវណ្ណៈថ្មីមួយទៀតគឺក្រុមអ្នកប្រកបវិជ្ជាជីវៈសេរីមានសាស្ត្រាចារ្យគ្រូពេទ្យនិងមេធាវីជាដើមវណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញពីប្រភពរាស្ត្រសាមញ្ញពេញចិត្តនឹងវប្បធម៌ជាតិខុសពីអភិជនរុស្ស៊ីដែលពេញនិយមតែវប្បធម៌បរទេសគឺបារាំងបញ្ញវន្តប្រភពពីរាស្ត្រត្រូវការសិទ្ធិសេរីភាពស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងពេញចិត្តនឹងបដិវត្តន៍ដូចនេះទើបគេឃើញមានក្រុមនិស្សិតបដិវត្តន៍ជាច្រើននៅពេលជាមួយគ្នានោះស្នាដៃទស្សនវិទូធំត្រូវបានគេប្រែជាភាសារុស្ស៊ីមានសៀវភៅលើកាពីតាល់របស់លោកកាល់ម៉ាក់ជាដើមគំនិតបដិវត្តន៍ត្រូវបានគេយកទៅសាបព្រោះតាមភូមិតាមរោងជាងតាមការដ្ឋាននានាតាមរយៈនិស្សិតក្លែងបន្លំជាកសិករឬក៏ជាកម្មករក្រោយមកសកម្មភាពនៃក្រុមបដិវត្តន៍ត្រូវនគរបាលឃើញនិងធ្វើការបង្ក្រាបចលនានេះយ៉ាងឃោរឃៅដោយចាប់ដាក់គុកធ្វើទារុណកម្មនិងបាញ់សម្លាប់ជាដើម
ចាប់តាំងពីពេលនោះមកក្រុមអ្នកបដិវត្តក៏សម្រេចចិត្តប្រើមធ្យោបាយហិង្សាតបទៅវិញគឺការលបលួចធ្វើឃាតមន្ត្រីកាន់អំណាចរដ្ឋនិងប៉ុនប៉ងធ្វើកុដព្រះចៅអធិរាជទៀតផងអំពើភេរវកម្មនេះបណ្ដាលឲ្យក្រុមអភិជនប្រតិកិរិយាយកជាលេសបង្អាក់ដំណើរកំណែទម្រង់ដោយបំភ័យព្រះអង្គថាគ្រោះថ្នាក់នេះជាផលវិបាកនៃសេរីភាពក្នុងការបើកទូលាយខាងអប់រំនិងការនិពន្ធដែលជាឧបសគ្គផែនការកំណែទម្រង់របស់ព្រះចៅអធិរាជនៅក្នុងដំណើរអសកម្មនៃកំណែទម្រង់នេះពួកអ្នកបដិវត្តបានរួមគ្នាបង្កើតសមាគមឈ្មោះថាដីនិងសេរីភាពបានខំបង្កើតសកម្មភាពភេរវកម្មរបស់ខ្លួនបន្ថែមទៀតនៅថ្ងៃទី1ខែមិនិនាឆ្នាំ1881ព្រះចៅអាឡិចសង់ទី2ចូលទីវង្គតដោយគេលួចគប់គ្រាប់បែកលើព្រះអង្គទីវង្គតនៃព្រះអង្គបានបញ្ចប់វឌ្ឍនាការឆ្ពោះទៅរករបបសេរីនៅក្នុងប្រទេសរុស្ស៊ីចំណុចលេខ3ចក្រភពរុស្ស៊ីក្នុងរជ្ជកាលព្រះចៅនីកូឡៃទី2ក្រោយការចូលទីវង្គតនៃព្រះចៅអាឡិចសង់ទី2ព្រះចៅអាឡិចសង់ទី3និងព្រះចៅនីកូឡៃទី2បានឡើងគ្រងរាជ្យជាបន្តបន្ទាប់ក្នុងរជ្ជកាលស្ដេចទាំងពីរអង្គនេះប្រទេសរុស្ស៊ីបានជួបប្រទះវិបត្តិកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់រហូតឈានទៅដល់ការផ្លាស់ប្ដូររបបគ្រប់គ្រងទៅជាសង្គមនិយមនៅឆ្នាំ1917 3.1 វិបត្តិនយោបាយនិងសង្គមការចូលទីវង្គតនៃព្រះចៅអាឡិចសង់ទី2បានបើកឱកាសឲ្យពួកអភិជនប្រតិកិរិយាបាក់ដំណើរកំណែទម្រង់ទាំងអស់ហើយប្រទាញប្រទេសរុស្ស៊ីទៅរកទម្លាប់ចាស់វិញអ្នកបដិវត្តជាពិសេសអ្នកដឹកនាំល្បីៗត្រូវនគរបាលតាមចាប់ដាក់គុកធ្វើទារុណកម្មបង្ខំឲ្យធ្វើការជាទម្ងន់និរទេសទៅស៊ីបេរីហើយអ្នកខ្លះទៀតរត់ភៀសខ្លួនទៅអឺរ៉ុបខាងលិចចក្រភពរុស្ស៊ីមានមហិច្ឆតាពង្រីកនយោបាយពង្វាតទឹកដីកាន់តែធំឡើងគេបានវាតអំណាចចក្រពត្តិរបស់ខ្លួននៅចុងបូព៌ាដែលបណ្ដាលឲ្យកើតមានចម្បាំងនឹងចក្រពត្តិជប៉ុនពីឆ្នាំ1904ដល់1905ចក្រភពរុស្ស៊ីទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតនៅក្នុងសង្គ្រាមនេះចំណុច 3.2 ការលូតលាស់ខាងសេដ្ឋកិច្ចវិបត្តិនយោបាយនិងសង្គមពុំបានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីអន់ថយនោះទេផ្ទុយទៅវិញនៅចុងសតវត្សទី19និងដើមសតវត្សទី20សេដ្ឋកិច្ចរុស្ស៊ីកាន់តែរីកចម្រើនយ៉ាងខ្លាំងអាស្រ័យមូលធននិងអ្នកបច្ចេកទេសបារាំងរុស្ស៊ីបានស្ថាបនាផ្លូវរថភ្លើងរាប់ពាន់គីឡូម៉ែត្រខ្វាត់ខ្វែងពីក្រុងមួយទៅក្រុងមួយជាពិសេសផ្លូវដែកកាត់តំបន់ស៊ីបេរីដែលភ្ជាប់អឺរ៉ុបនៅចុងបូព៌ាដោយមូលធនបរទេសនេះឧស្សាហកម្មអណ្ដូងរ៉ែក៏ត្រូវបានរៀបចំឡើងដើម្បីផលិតដែកធ្យូងថ្មនិងប្រេងកាតជាមួយគ្នានេះរោងចក្រក៏ត្រូវស្ថាបនាឡើងនៅក្នុងមណ្ឌលដែលមានវត្ថុធាតុដើមនិងជាពិសេសនៅក្រុងមូស្គូនិងក្រុងសាំងពែតេប៊ូកនយោបាយឧស្សាហូបនីយកម្មនេះបង្កើតឲ្យមានវណ្ណៈកម្មករក្រីក្រខ្វះព្រឹកខ្វះល្ងាចដែលជាកត្តាមួយធ្វើឲ្យងាយសាបព្រោះគំនិតបដិវត្តន៍ចំណុច 3.3 វិបត្តិរដ្ឋធម្មនុញ្ញទោះជារាជរដ្ឋាភិបាលខិតខំបង្ក្រាបយ៉ាងខ្លាំងក្លាបែបណាក៏ដោយក៏វិបត្តិសង្គមពុំអន់ថយឡើយចំពោះស្ថានភាពនេះព្រះចៅនីកូឡៃទី2បានសម្រេចព្រះតីសន្យាជាឱឡារិកថានឹងធ្វើកំណែទម្រង់នយោបាយនិងបង្កើតឲ្យមានអង្គការត្រួតពិនិត្យរដ្ឋាភិបាលថែមទៀតផងការសម្រេចព្រះតីនេះបានធ្វើឲ្យក្រុមអភិជនប្រតិកិរិយាពុំសប្បាយចិត្តហើយរិះរកមធ្យោបាយបំផ្លាញកិច្ចសន្យានេះចោលថែមទៀតផងដើម្បីបម្រើគោលគំនិតនេះនាយនគរបាលសម្ងាត់ម្នាក់ក៏បានបន្លំចូលទៅគ្រប់រោងចក្រហើយឃោសនាទាក់ទាញកម្មករឲ្យនាំគ្នាធ្វើបាតកម្មសម្ដែងទឹកចិត្តត្រេកអរចំពោះព្រះចៅអធិរាជដើម្បីជាលេសចោទមហាជនពីបទបង្កចលាចលនិងបះបោរ
នៅថ្ងៃទី22ខែមករាឆ្នាំ1905មានក្បួនបាតកម្មនៅខាងមុខវាំងសិសិរដូវក្នុងក្រុងសាំងពេតេបុកក្រុមការមូលបង្កាច់នៃពួកអភិរក្សនិយមព្រះចៅនីកូឡៃទី2ដែលនឹកស្មានថាជាបាតកម្មប្រឆាំងនឹងព្រះអង្គនោះក៏បានបញ្ជាទាហានឲ្យបាញ់ប្រហារបាតកោបំបែកវងមនុស្សឲ្យរត់ខ្ចាត់ខ្ចាយអំពើនេះបានធ្វើឲ្យប្រជារាស្ត្រកាន់តែចងកំហឹងនិងបះបោរកាន់តែខ្លាំងឡើងថែមទៀតនៅពេលនោះកងទ័ពជើងគោកនិងជើងទឹកបះបោរឡើងដែរចំពោះស្ថានភាពបែបនេះព្រះចៅកូឡៃទី2ក៏បានប្រញាប់ប្រញាល់សម្រេចថានឹងប្រទានរដ្ឋធម្មនុញ្ញដល់ប្រទេសប៉ុន្តែបាតកម្មនិងកោតកម្មបានបន្តពេញមួយខែតុលាឆ្នាំ1905ហើយចាប់ពីពេលនោះមកអង្គការសូវៀតជាច្រើនក៏បានបង្កើតឡើងនៅក្នុងរាជធានីមូស្គូនិងសាំងពេតេបុកដែរដើម្បីបន្ធូរបន្ថយបរិយាកាសដ៏តឹងតែងនេះព្រះចៅនីកូឡៃទី2ក៏ប្រកាសឲ្យរៀបចំបង្កើតរដ្ឋាភិបាលមួយដែលមានសភា2អមផងរបបថ្មីនេះនៅតែថ្វាយអំណាចដល់ព្រះចៅអធិរាជដដែលថ្វីត្បិតតែមានសភាជាន់ខ្ពស់និងរដ្ឋសភាឬក៏សភាឌូម៉ាដែលជាអង្គការនីតិបញ្ញត្តិក៏ដោយក៏ទំនាស់រវាងអង្គការនីតិប្រតិបត្តិនិងនីតិបញ្ញត្តិចេះតែមានជានិច្ចបណ្ដាលឲ្យសភាឌូម៉ាត្រូវរលាយជាញឹកញយពេលខ្លះជាប់គាំងធ្វើអ្វីពុំកើតចំណុច 3.4 រុស្ស៊ីដំណាក់កាលឈានទៅរកសង្គ្រាមលោកលើកទី1ចន្លោះឆ្នាំ1912ដល់1914ដំណាក់កាលឆ្នាំ1912ដល់1914ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីប្រកបដោយថាមពលពីររូបគឺវិចទ័រនិងស្តាលីនបានធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងខាងកំណើនផលិតផលកសិកម្មនិងឧស្សាហកម្មទន្ទឹមនឹងនេះកំណើនសេចក្តីត្រូវការលើគ្រឿងឧបភោគបរិភោគធ្វើឲ្យតម្លៃកសិផលឡើងថ្លៃហើយកសិករសប្បាយចិត្តនឹងបម្រែបម្រួលដែលនាំឲ្យមានការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេប៉ុន្តែកម្មករមានជីវភាពកាន់តែក្រីក្រដោយសារតែទំនិញឡើងថ្លៃកម្មករបានបះបោរធ្វើបាតកម្មដំឡើងប្រាក់ខែជាច្រើនកន្លែងជាការឆ្លើយតបរដ្ឋាភិបាលស្ដេចនីកូឡៃទី2បានប្រើកម្លាំងយោធាបង្ក្រាបទៅលើពួកគេបណ្ដាលឲ្យកម្មករស្លាប់ចំនួន170នាក់តាមដងទន្លេលេណានិងតំបន់ស៊ីបេរីក្នុងឆ្នាំ1912អំឡុងឆ្នាំ1913ដល់1914ការបះបោរកាន់តែខ្លាំងឡើងជាពិសេសនៅក្នុងទីក្រុងសាំងពេតេបុកនិងមូស្គូនៅពេលនោះកម្មករមិនត្រឹមតែទាមទារដំឡើងប្រាក់បៀវត្សនោះទេថែមទាំងទាមទារសិទ្ធិរបស់ពួកគេលើវិស័យនយោបាយថែមទៀតផងសម្រាប់ស្ដេចរុស្ស៊ីនៅពេលនេះមានភាពស្មុគស្មាញយ៉ាងខ្លាំងដែលត្រូវដោះស្រាយបញ្ហាសង្គ្រាមនិងសន្តិភាពបើសង្គ្រាមផ្ទុះឡើងវាអាចមានចម្លើយពីរគឺបំផុសមនសិការស្នេហាជាតិការពារមាតុភូមិនោះសង្ឃឹមថាកំសួលនៃការបះបោរនឹងអាចថមថយបានផ្ទុយទៅវិញសង្គ្រាមអាចជាការបង្កឱកាសឲ្យក្រុមពួកប្រឆាំងងាយស្រួលផ្ដួលស្ដេចនៅក្នុងការដណ្ដើមអំណាចទីបំផុតសង្គ្រាមលោកលើកទី1បានផ្ទុះឡើងស្ដេចរុស្ស៊ីបានចូលប្រឡូកក្នុងសង្គ្រាមដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនគឺសេប៊ីចក្រភពរុស្ស៊ីស្ថិតនៅក្នុងប្លុកជាមួយនឹងអង់គ្លេសបារាំងប្រឆាំងនឹងអាល្លឺម៉ង់អូទ្រីសហុងគ្រីនិងអូតូម៉ង់ចំណុច 3.5 បដិវត្តន៍ខែកុម្ភៈឆ្នាំ1917ឈានដល់រដ្ឋប្រហាររបស់ពួកប៉ូលសេវិចនៅខែតុលាឆ្នាំ1917ការចូលរួមក្នុងសង្គ្រាមលោកលើកទី1របស់ស្ដេចរុស្ស៊ីបានធ្វើឲ្យកំសួលនៃការបះបោរផ្ទៃក្នុងឡើងចុះបន្ថយបន្តិចមែនប៉ុន្តែគ្រាន់តែជាការសម្ងំចាំឱកាសតែប៉ុណ្ណោះអស់រយៈពេលជាង3ឆ្នាំនៅក្នុងភ្លក្សភ្លើងសង្គ្រាមបានធ្វើឲ្យស្ដេចរុស្ស៊ីជួបនឹងវិនាសកម្មយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ
ខែធ្នូឆ្នាំ1916រដ្ឋមន្ត្រីលមោបសង្គ្រាមវ៉ាស្តូទីនត្រូវបានគេធ្វើឃាតនេះជាដំណឹងរីករាយសម្រាប់គ្រួសារកម្មករនិងយោធាថ្ងៃទី23ខែកុម្ភៈឆ្នាំ1917កម្មករនិងយោធាពេទ្រក្រាតត្រូវបានបះបោរទាមទារឲ្យស្ដេចនីកូឡៃទី2ចេញពីអំណាចសភាឌូម៉ាបានធ្វើសំណើឲ្យព្រះអង្គដាក់រាជថ្វាយទៅឲ្យអនុជព្រះនាមមីខាអ៊ីលប៉ុន្តែទ្រង់មីខាអ៊ីលបានបដិសេធដូច្នេះរបបរាជានិយមត្រូវបានបញ្ចប់សភាបានតែងតាំងអេឡិចសង់រេគិនស្គីឲ្យរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នពីគណៈបកចម្រុះហើយនឹងរៀបចំការបោះឆ្នោតជាសកលនៅថ្ងៃមុខទៀតពួកបូលសេវិកបានបដិសេធការចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល17ឆ្នាំមកហើយនោះវ្លាឌីមៀអ៊ីលិចលេនីនបានវិលត្រឡប់មកពេត្រូក្រាតជាសម្ងាត់នៅខែមេសាឆ្នាំ1917ដើម្បីដឹកនាំនយោបាយពួកបូលសេវិកដណ្ដើមអំណាចពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកកេរិនស្ទីត្រុតស្ទីគឺជាទីប្រឹក្សាចំណិតរបស់លេនីននិងជាស្ថាបនិកកងទ័ពក្រហមបានហុំព័ទ្ធវិមានរដ្ឋាភិបាលហើយចូលកាន់កាប់នៅថ្ងៃទី25ខែតុលាឆ្នាំ1917លោកអាឡិចសង់កេរិនស្ទីបានភៀសខ្លួនចូលស្ថានទូតសហរដ្ឋអាមេរិករំដោះតាមរថយន្តរស់នៅសហរដ្ឋអាមេរិករហូតទៅ